ចំពោះផ្នែកកាមេរ៉ានៅលើ Vivo V70 5G នេះគឺជាការសហប្រតិបត្តិការគ្នារវាង Vivo និង Zai រួមបញ្ចូលគ្នានេះគឺមិនត្រឹមតែទៅលើការរចនាផ្នែក optic ប៉ុណ្ណោះទេទាំងផ្នែក algorithm នៅក្នុងការ edit រូបភាពពេលដែលយើងថតទាមទារសមត្ថភាពពីរយ៉ាងទី1គឺផ្នែក optic ផ្នែក lens អញ្ចឹងហើយ sensor ហើយជាមួយនឹងផ្នែកមួយទៀតគឺផ្នែក software algorithm ឬក៏យើងហៅថា computational photography ដើម្បីឲ្យការថតនឹងបានល្អប្រសើរហើយចំពោះផ្នែកកាមេរ៉ានៅលើទូរស័ព្ទ model នេះទី1កាមេរ៉ាគោលនោះគឺមានឈ្មោះថា Zai OIS main camera ដែលមានសមត្ថភាពពិសេសនៅក្នុងការបង្កើតរូបភាពក្នុងកម្រិត50 megapixel ហើយក៏មានទំហំ sensor ធំ1លើ 1.56 អ៊ីងចំពោះទំហំ aperture វិញគឺស្មើនឹង 1.88 នេះគឺវាផ្ដល់សមត្ថភាពដើម្បីឲ្យពន្លឺចូលបានច្រើនទៅក្នុង sensor ធ្វើឲ្យរូបភាពនឹងបានច្បាស់ល្អចំពោះកាមេរ៉ាទី2គឺជាប្រភេទកាមេរ៉ា telephoto ដែលមានឈ្មោះថា Zai telephoto camera ផ្ដល់សមត្ថភាពនៅក្នុងការទាញរូបភាពចូលមកជិតហើយជាមួយនឹង algorithm មួយដែលយើងហៅថា stage portrait សម្រាប់ការថតពេលដែលខ្សោយពន្លឺឬក៏ពេលដែលមានកម្រិតពន្លឺចាំងលើតួអង្គនឹងខ្លាំងទាញចូលមកជិតបានថតការសម្ដែងលើឆាកឬក៏យើងមើល concert អីចឹងជាដើមអញ្ចឹងសមត្ថភាពនេះវាជួយដល់ការថតប្រចាំថ្ងៃរបស់យើងឬក៏ពេលដែលយើងដើរលេងមិនមែនតែយើងថតបែប concert ឬក៏នៅលើ stage ទេយើងថតក្នុងលក្ខខណ្ឌទូទៅដែលឆ្ងាយទាញចូលមកជិតហ្នឹងគឺយើងអាចប្រើមុខងារនឹងបានហើយចំពោះកាមេរ៉ា lens ទលាយវិញគឺវាមានទំហំ8 megapixel ដែលអាចឲ្យយើងថតនៅក្នុងកម្រិត15 mm បានអញ្ចឹងវាជាលក្ខណៈប្លង់ទលាយអញ្ចឹងបណ្ដុំកាមេរ៉ាទាំង3នេះគឺអាចអនុញ្ញាតឲ្យយើងថតបានក្នុងកម្រិត 0.6x 1x 2x 3x និង 10x ប្រើប្រាស់ទូទៅលើមុខងារថតរូបភាពធម្មតាឬក៏ផ្នែក portrait ចំពោះផ្នែកកាមេរ៉ាមុខនេះក៏មានសមត្ថភាពពិសេសដែរគឺវាអាចបង្កើតរូបភាពបានរហូតដល់50 megapixel ហើយក្នុងកម្រិតមុំ 0.8x លក្ខណៈពិសេសបន្ថែមទៅលើផ្នែកកាមេរ៉ាខាងមុខនេះគឺយើងអាចប្រើ seamless zoom ក្នុងកម្រិត 0.8 រហូតដល់ 2x បានអានេះបើសិនជាយើងថតវីដេអូមានន័យថាយើងអាចទាញឲ្យវាចូលវាចេញបានដោយអត់លោតប្លង់ទេចំណុចសំខាន់ហើយកាមេរ៉ាផ្នែកខាងមុខនេះក៏ជាការរចនារួមគ្នារវាង Vivo និង Zai ដែលមានឈ្មោះថា Zai Group Selfie Camera ជារួមទៅ Vivo V70 5G នេះគឺធ្វើឡើងតម្រូវសម្រាប់អ្នកដែលត្រូវការទូរស័ព្ទដែលតូចស្ដើងស្រាល cute ហើយលក្ខណៈពិសេសទៅលើផ្នែកកាមេរ៉ាទាំងការថត selfie និងថតកាមេរ៉ាខាងក្រោយហើយអ្វីដែលពិសេសនឹងផ្ដល់ប្រសិទ្ធភាពដោយកាមេរ៉ាធំអញ្ចឹងហើយនឹងមាន blur background Zai bokeh effect លយ Vivo V70 5G លើកនេះគឺរចនាមកស្រស់ស្អាតជាងជំនាន់មុនច្រើនដោយទម្រង់របស់វាកោងគែមទាំង4ជ្រុងតែម្ដងហើយរង្វង់កាមេរ៉ាក៏នៅក្នុងប្រឡោះដែលរាង4ជ្រុងដូចគ្នាដែលមានកាមេរ៉ាក្នុងនឹង3គ្រាប់និង Aura Light 1គ្រាប់ប៉ុន្តែអ្វីដែលសំខាន់ដែលធ្វើឲ្យកាមេរ៉ាផ្នែកនេះលេចធ្លោគឺដោយសារ logo Zai កន្លែងនេះដែលបញ្ជាក់អំពីសមត្ថភាពកាមេរ៉ាដូចជាកម្រិតជំនាញអញ្ចឹងអានេះគឺជាចំណុចសំខាន់ហើយបើរូបរាងកម្រាស់របស់វាវិញគឺត្រឹមតែ7.4 មីលីម៉ែត្រចំពោះទម្ងន់របស់វាវិញគឺស្មើជាមួយនឹង187ក្រាមចំណុចនេះសំខាន់ដូចគ្នាដែរព្រោះដោយសារទូរស័ព្ទនេះវាមានទម្ងន់ស្រាលប៉ុណ្ណឹងប៉ុន្តែកម្រិតថ្មធំរហូតដល់6500មីលីអាំពែម៉ោងហើយក៏គ្រប់គ្រងជាមួយនឹងកម្លាំងសាករហូតដល់90វ៉ាត់ផងដែរចំពោះរូបរាងនេះក៏មានប្រព័ន្ធការពារកម្រិត IP68 និង IP69 ដែរយើងប្រើជាមួយនឹងសម្ពាធទឹកក្តៅទឹកត្រជាក់គឺវាមិនជាបញ្ហាអីទេ model នេះគឺមានទំហំអេក្រង់ 6.59 អ៊ីងកម្រិតពន្លឺរបស់វាគឺមានកម្លាំងជះពន្លឺរហូតដល់5000 នីតរាល់ការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃឬក៏ outdoor គឺវាដោះស្រាយបញ្ហានឹងបានល្អចំពោះប្រភេទអេក្រង់នេះគឺជាប្រភេទ AMOLED screen បង្ហាញទឹកពណ៌ហើយជាមួយនឹងកម្លាំងពន្លឺច្បាស់បានល្អបន្ថែមពីលើនឹងទៀតគឺ refresh rate 120Hz សម្រាប់ការលេង game នឹងគឺ smooth ហើយជាមួយនឹងការប្រើប្រាស់ទូទៅចំណុចនេះគឺជាផ្នែកមួយដែលសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងអេក្រង់ប៉ុណ្ណឹងរូបរាងប៉ុណ្ណឹងការកាន់របស់យើងវា smooth មកល្មមកាន់វាអត់ធំពេកហើយក៏វាអត់តូចពេកហើយវាអត់មានជ្រុងណាមួយដែលចាក់ដៃយើងទេទាំងអស់នេះគឺជាចំណុចសំខាន់ផ្សេងៗនៃផ្នែកខាងក្រៅរបស់ Vivo V70 5G ចំពោះផ្នែកខាងក្នុងវិញទូរស័ព្ទនេះដំណើរការដោយ Qualcomm Snapdragon 7 Gen 4ដែលមាន8 CPU core សម្រាប់ការប្រើប្រាស់គឺវាជួយ edit photo ពេលដែលយើងថតហើយនឹងជំនួយនៅក្នុងការប្រើប្រាស់ពេលដែលយើងថតវីដេអូជាពិសេសដែលយើងហៅថា computational photography ដែលធ្វើឲ្យស្បែកយើងម៉ត់ឬក៏ blur background ហ្នឹងបានល្អនេះគឺជាសមត្ថភាពរបស់ CPU ទៅលើការលេង game វិញគឺវានឹងធ្វើឲ្យដំណើរការបានល្អ smooth ជាមួយនឹងកម្រិតអេក្រង់ដែលមាន refresh rate 120Hz ហ្នឹងអញ្ចឹងវាអាចដោះស្រាយទៅលើការលេង game ហ្នឹងបានល្អប្រសើរតែម្ដង V70 5G នៅមានប្អូនគេមួយទៀតនេះគឺ V70 FE លក្ខណៈខុសគ្នាជាមួយនឹង V70 5G ត្រង់ថាវាមានអេក្រង់ធំជាងមុនគឺកម្រិត 6.83 អ៊ីងហើយកម្រាស់របស់វាគឺត្រឹម 7.59 មីលីម៉ែត្រទម្ងន់របស់វាវិញគឺស្មើនឹង200ក្រាមសមត្ថភាពប៉ុណ្ណេះប៉ុន្តែគឺមានថ្មធំខ្លាំងរហូតដល់7000 មីលីអាំពែម៉ោងគ្រប់គ្រងជាមួយនឹងកម្លាំងសាក90វ៉ាត់ចំពោះផ្នែកអេក្រង់នេះដែរ V70 FE ដែលមានទំហំ 6.83
83 อินនេះក៏វាជាប្រភេទ AMOLED screen អញ្ចឹងវាបញ្ចេញទឹកពណ៌ច្បាស់បានល្អចំពោះកម្រិតពន្លឺរបស់វាវិញគឺត្រឹម 1900 nit អញ្ចឹងនៅពេលដែលយើងប្រើប្រាស់លក្ខខណ្ឌទូទៅគឺវាមិនជាបញ្ហាអីទេចំពោះផ្នែកផ្សេងទៀតដែលគួរកត់សម្គាល់ផងដែរហ្នឹងគឺ V70 FE នេះគឺប្រើដោយ processor MediaTek Dimensity 7360 Turbo ប្រភេទនេះវាជាប្រភេទ mid range processor ក៏វាផ្ដល់នៅការប្រើប្រាស់ថាមពលតិចដូចគ្នាដែរព្រោះដោយសារនេះគឺជា processor ដែលធ្វើនៅក្នុងកម្រិតទំហំ 4 nanometer ហើយមាន 8 CPU core ដូចគ្នាចំពោះការប្រើប្រាស់យើងអាចប្រើវាទៅលើមុខងារផ្សេងៗដូចជាការថត photo វីដេអូឬក៏លេង game បានដូចគ្នាដែរចំពោះ processor ដែលមានសមត្ថភាពប៉ុណ្ណឹងជាមួយនឹងទូរស័ព្ទដែលមានអេក្រង់ធំពន្លឺល្អហើយជាមួយនឹងទឹកពណ៌បានល្អហើយមាន refresh rate 120Hz ទៀតនោះអញ្ចឹងវាអាចប្រើប្រាស់ទូទៅបានមិនជាបញ្ហាទេរួមទាំង game ផងដែរចំពោះផ្នែកខាងក្រោយវាមានកាមេរ៉ា2គ្រាប់ដែលកាមេរ៉ាគោលមានទំហំរូបភាព200 megapixel ហើយមានទំហំ aperture f1.88 sensor មួយលើ 1.56 ក៏គាំទ្រជាមួយនឹង optical stabilization បានដូចគ្នាដែរចំពោះ lens គោលនេះគឺវាអាចផ្ដល់សមត្ថភាពក្នុងការថត lens 1x 2x 3x និង 5x ដែលចាប់ផ្ដើមពីក្នុងកម្រិត 23mm កាមេរ៉ាមួយទៀតដែលជា lens ទលាយគឺអាចថតបានក្នុងកម្រិត 16mm ស្មើនឹង 0.6 គុណដែលអាចបង្កើតរូបភាពក្នុងកម្រិត 8 megapixel មាន aperture f2.2 ហើយបើផ្នែកខាងមុខរបស់វាវិញគឺមានកាមេរ៉ាទម្លុះអេក្រង់មួយដែលមានទំហំរូបភាព 32 megapixel មានទំហំ aperture f1.88 ដូចគ្នាដែរហើយចំពោះ lens ទលាយនេះគឺគាំទ្រក្នុងកម្រិត 0.8 គុណ 1 គុណនិង 2 គុណនៅក្រោមកាមេរ៉ាទាំងពីរនេះនៅមានរង្វង់ LED មួយទៀតដែលមានឈ្មោះថា Aura Light ដែលមានទំហំធំស្មើនឹងរង្វង់កាមេរ៉ាជួយដោះស្រាយនៅពេលដែលយើងថតកន្លែងដែលខ្សោយពន្លឺទាំង photo និង video ហើយដោយសាររង្វង់ទាំង3ស្មើគ្នាធ្វើឲ្យសោភ័ណភាពនឹងស្រស់ស្អាតចំណុចគួរកត់សម្គាល់មួយដែរគឺ V70 FE នេះមិនមាន Zai Bokeh Effect ទេសម្រាប់ការថត portrait វាជួយឲ្យស្បែកម៉ត់យើងអាចដាក់ color effect បានប៉ុន្តែมันអាចធ្វើឲ្យ background blur ស្អាតលយបែប Zai ហ្នឹងបានដូច V70 5G ទេហ្នឹងគឺជាចំណុចខុសគ្នារវាង V70 5G និង V70 FE ផ្នែកវីដេអូរបស់ទូរស័ព្ទ model នេះវិញគឺវាគាំទ្រ 4K ក្នុងកម្រិត 30 frame នៅពេលដែលយើងប្រើនឹង lens 1 គុណជាកាមេរ៉ាគោលហើយបើសិនជាយើងប្រើ lens ទលាយឬក៏ lens selfie គឺយើងអាចថតបានក្នុងកម្រិត Full HD 30 frame ចំពោះ Vivo V70 series ទាំងពីរ model ហ្នឹង V70 5G និង V70 FE ប្រើ SIM បាន2ហើយគាំទ្រ 5G បានដូចគ្នាដែរវាគាំទ្រជាមួយនឹងការ scan ក្រយៅដៃដែលមាន sensor នៅក្រោមអេក្រង់ហើយក៏ប្រើ face login ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ model ថ្មីនេះគឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Vivo ដូចគ្នាដែរដែលដាក់ឲ្យប្រើប្រាស់ជាសកលនោះគឺ Origin OS 6ដែល base ទៅលើ Android ជំនាន់ទី 16 ដូចគ្នាដែរ Operating System ឬក៏ប្រព័ន្ធប្រតិបត្តិការថ្មីនេះគឺធ្វើឲ្យការរចនានឹងស្រស់ស្អាតទាំង skin ទាំង icon វាមើលទៅបែបថ្លាស្រស់ស្អាតអញ្ចឹងណាហើយរាល់ notification អីផ្សេងៗគឺវានឹងបង្ហាញនៅផ្នែកខាងលើនេះដែលធ្វើឲ្យយើងអាចទទួលព័ត៌មានទាន់ហេតុការណ៍ហើយការប្រើប្រាស់ហ្នឹងក៏ smooth ដែរចំពោះប្រព័ន្ធប្រតិបត្តិការថ្មីនេះគឺមិនត្រឹមតែផ្ដល់នៅភាពរលូនសម្រាប់ការប្រើប្រាស់ទេគឺនៅបំពាក់បន្ថែមជាមួយនឹងមុខងារ AI ផ្សេងៗជាច្រើនជា Google Gemini អី Circle to Search អីគឺវាមាននៅក្នុងនឹងហើយស្រេចហើយប៉ុន្តែអ្វីដែលខ្ញុំសម្ដៅនេះគឺទៅលើ AI ដែលផ្ដល់មកពី Vivo ដូចជាការប្រើប្រាស់នៅក្នុងការ edit រូបភាពការប្រើប្រាស់នៅក្នុងមុខងារលុបផ្សេងៗនៅក្នុងរូបភាពពេលដែលយើងថតហើយជាមួយនឹងការប្រើប្រាស់ទៅលើមុខងារ AI នៅក្នុងការសរសេរជាដើមអញ្ចឹងចំណុចអស់ទាំងនេះធ្វើឲ្យទូរស័ព្ទនេះคล้ายទៅជាឧបករណ៍មួយដែលយើងអាចប្រើប្រាស់ប្រចាំថ្ងៃបានថតក៏ដោយសម្រាប់ការកត់ត្រាសម្រាប់ការប្រើទៅលើមុខងារអាជីវកម្មផ្សេងៗជាច្រើនបាន